សូមគោរពដូចជាសួស្តីអ្នកទាំងអស់គ្នាជាវិសេសសិស្ស IT ថ្ងៃនេះខ្ញុំសូមមកធ្វើការចែករំលែកអំពីមេរៀន Arduino ជាបន្តទៀតដែលថ្ងៃនេះគឺខ្ញុំនឹងលើកយកនៅវិធីក្នុងការត sensor ជាមួយនឹង Arduino ដោយការពីវីដេអូមុនគឺខ្ញុំបានបង្ហាញពីដំណើរការរបស់ sensor ទៅកាន់អ្នកទាំងអស់គ្នារួចហើយថ្ងៃនេះគឺខ្ញុំនឹងលើកយកនៅការប្រើប្រាស់ sensor ក៏ដូចជាការតភ្ជាប់យ៉ាងណាជាមួយនឹង Arduino ដើម្បីឲ្យវាដំណើរការអញ្ចឹងមុននឹងចូលដល់ការបង្ហាញពីរបៀបក្នុងការតខ្ញុំសូមបង្ហាញអ្នកទាំងអស់គ្នាពីរបស់ដែលយើងត្រូវមានក្នុងការត sensor នេះអញ្ចឹងទីមួយសំខាន់ជាងគេគឺយើងមាន Arduino ដែល Arduino នេះគឺស៊េរីរបស់វាគឺ Arduino R3 ដែលវាមាន CPU របស់វាមានឈ្មោះថា ATmega 328P ហើយវាមានជើង pin ជើង pin digital របស់វាគេហៅថា digital pin ចំនួន14ដែលមានលេខចាប់ពី0រហូតដល់13ហើយវាមាន analog pin ចំនួន6គឺលេខពី0រហូតដល់លេខ5អញ្ចឹងបន្តមកទៀតគឺយើងមាន sensor ដែល sensor នេះឈ្មោះថា ultrasonic sensor ដែល sensor នេះគឺវាប្រើសំឡេងដើម្បីចាប់រលកសញ្ញាអញ្ចឹង sensor នេះគឺយើងអាចចាប់សញ្ញារបស់យើងបានដោយប្រើសំឡេងគឺវាមានផ្នែកពីរនេះគឺផ្នែកមួយគឺខាងនេះគឺតេគឺ trigger ហើយផ្នែកទី2ផ្នែកខាងនេះគឺ receiver អញ្ចឹងផ្នែកខាងតេនេះគឺវាជាអ្នកបាញ់សលេងទៅកាន់វត្ថុដែលនៅពីមុខវាហើយផ្នែកខាង or នេះគឺឬ receiver នេះគឺវាទទួលសំឡេងដែលវាឡងចេញពីវត្ថុដែលវាបានបាញ់ទៅជាឧទាហរណ៍មួយឧទាហរណ៍នេះជាវត្ថុអញ្ចឹង sensor វាដំណើរការដូចនេះគឺ sensor វាផ្នែកខាង trigger នេះគឺវាបាញ់សលេងទៅកាន់វត្ថុវាប្រើរយៈពេល1ហើយវាឡងមកវិញគឺ receiver នេះវាជាអ្នកទទួលអញ្ចឹងគឺថាតើវាអាចកណនាចម្ងាយរវាងវត្ថុទៅកាន់វាយ៉ាងដូចម្តេចដែលល្បឿននៃការបាញ់សលេងរបស់វាគឺថេគឺស្មើនឹង 0.0343 សង់ទីម៉ែត្រក្នុង1វិនាទីអញ្ចឹងបើយើងស្គាល់ល្បឿនតើយើងអាចកណនាចម្ងាយរបស់វាបានទេអញ្ចឹងបើយើងស្គាល់ល្បឿនគឺយើងអាចកណនាចម្ងាយរបស់វាបានមានន័យថាគឺវាបាញ់សលេងពី trigger នេះទៅកាន់វត្ថុអញ្ចឹងវាប្រើរយៈពេល1ហើយវាឡងមកវិញមកកាន់ receiver គឺប្រើរយៈពេល1ទៀតហើយរយៈពេលវាគឺមានថាល្បឿនវាគឺស្មើគ្នាបាញ់ទៅក៏ល្បឿនប៉ុណ្ណឹងបាញ់មកវិញក៏ល្បឿនប៉ុណ្ណឹងអញ្ចឹងសួរថាតើយើងអាចកណនាចម្ងាយវាយ៉ាងដូចម្តេចអញ្ចឹងដើម្បីកណនាចម្ងាយរបស់វាបានគឺយើងប្រើរូបមន្តគឺចម្ងាយស្មើនឹងល្បឿនគុណនឹងរយៈពេលអញ្ចឹងបើយើងគិតទៅបើយើងចង់កណនាចម្ងាយពីនេះទៅខាងនេះគឺយើងយកល្បឿនគុណនឹងរយៈពេលតែរយៈពេលគឺរយៈពេលដែលយើងទទួលបានគឺវារាប់ចាប់ពីបាញ់ទៅហើយរហូតដល់ទទួលបានវិញអញ្ចឹងមានន័យថារយៈពេលទៅនិងរយៈពេលមកទៀតអញ្ចឹងដើម្បីបានចម្ងាយពីនេះមកនេះគឺយើងត្រូវយកល្បឿនរបស់វាគឺស្មើ 0.0343 សង់ទីម៉ែត្រក្នុងវិនាទីគុណនឹងរយៈពេលដែលទៅហើយនឹងមកចែកនឹង2ដោយសារអីដោយសារវាទៅផងហើយមកផងបើសិនជាយើងអត់ចែកនឹង2នេះគឺចម្ងាយវាគឺគុណនឹង2មានចម្ងាយពីនេះទៅនេះហើយចម្ងាយពីនេះទៅនេះទៀតអញ្ចឹងយើងត្រូវចែកជា2ទៅបានចម្ងាយពិតប្រាកដរបស់វាពី sensor ទៅនឹងវត្ថុអញ្ចឹងនៅលើ sensor នេះគឺយើងមានជើង pin ចំនួន4ដែលជើង pin ទី1គឺ VCC ប្រៀបដូចជាពោលបូកនិងជើង pin ទី2គឺ trigger ដែល trigger នេះគឺជាជើង output សម្រាប់បាញ់សលេងមានថាបាញ់រលកសញ្ញាទៅកាន់វត្ថុហើយចំពោះជើងទី3គឺជើង echo នេះគឺសម្រាប់ទទួលរលកសញ្ញាត្រឡប់ពីវត្ថុវិញហើយជើងទី4ចុងក្រោយគឺ GND គឺ ground ដែលមានន័យថាគឺជាពោលដកអញ្ចឹងមានន័យថាជើង2សងខាងនេះគឺជាជើង power ហើយជើង2កណ្ដាលនេះគឺជាជើងសម្រាប់បញ្ជូនទិន្នន័យក៏ដូចជារលកសញ្ញាអញ្ចឹងមួយទៀតគឺយើងមាន breadboard អញ្ចឹង breadboard នេះគឺយើងប្រើដើម្បីមានភាពងាយស្រួលក្នុងការតសៀកខ្វីក៏ដូចជាតខ្សែ jumper ដែលយើងមានភាពងាយស្រួលក្នុងការដោតវាភ្ជាប់វាមួយទៀតគឺយើងមានខ្សែ jumper អញ្ចឹងខ្សែ jumper នេះខ្សែអីគេខ្សែ jumper នេះគឺវាប្រើវាដើម្បីបញ្ជូនទិន្នន័យផងនិងបញ្ជូន power របស់វាថាវាអាចបញ្ជូនបានទាំង power និងទិន្នន័យអញ្ចឹងមិនទាន់អត់ទេគឺយើងមាន LCD I2C តាមពិតក្នុងមេរៀននេះគឺយើងមិនត្រូវប្រើ LCD I2C ទេចំពោះ LCD I2C នេះគឺខ្ញុំនឹងចេញវីដេអូក្នុងការបង្ហាញពីការតវានៅវីដេអូផ្សេងទៀតវីដេអូនេះគឺខ្ញុំប្រើ LCD I2C ដើម្បីបង្ហាញលទ្ធផលក៏ដូចជាបង្ហាញ
ខ្ញុំនឹង print ក៏ដូចជាបង្ហាញចម្ងាយដែល sensor មានថា sensor ចាប់បាននៅលើអេក្រង់ក៏ដូចជា monitor របស់ LCD នេះឲ្យអ្នកទាំងអស់គ្នាមើលដើម្បីងាយយល់អញ្ចឹងបន្ទាប់ពីដឹងអំពីរបស់ដែលយើងត្រូវប្រើហើយគឺខ្ញុំនឹងបង្ហាញពីរបៀបក្នុងការតវាអញ្ចឹងទី1គឺយើងត្រូវដោតគឺយើងដោត sensor នេះចូលទៅក្នុង breadboard អញ្ចឹងយើងទទួលបានគឺជើងទី1ខ្ញុំរាប់បញ្ច្រាស់មកវិញជើងទី1គឺ GND ទី2 Echo ទី3 Trigger និងទី4គឺ VCC ខ្ញុំសូមធ្វើការយកខ្សែ jumper ខ្ញុំនឹងដោតខ្សែខ្មៅនេះចេញពី GND ដែលតំណាងឲ្យខ្សែពោដកហើយខ្សែសនេះគឺខ្ញុំដោតចេញពី VCC ដែលតំណាងឲ្យខ្សែបូបូហើយទាំងអស់គ្នាអ្នកទាំងអស់គ្នាឃើញនៅលើ breadboard នេះគឺមានបូកនិងដកគេដាក់បូកនិងដកនេះដើម្បីឲ្យយើងចំណាំហើយឲ្យយើងមានភាពងាយស្រួលក្នុងការតភ្ជាប់កុំឲ្យច្រឡំអញ្ចឹងខ្ញុំសូមធ្វើការដោតខ្សែខ្មៅនេះគឺខ្សែ GND ទៅលើពោដកហើយចំពោះខ្សែសនេះខ្សែ VCC គឺដោតលើពោបូបន្តមកខ្ញុំសូមធ្វើការភ្ជាប់ពី breadboard ទៅកាន់ Arduino អញ្ចឹងខ្ញុំប្រើខ្សែសខ្មៅដដែលដែលខ្សែខ្មៅនេះគឺខ្ញុំដោតនៅពោដកនិងខ្សែសនេះគឺបូកអញ្ចឹងយើងភ្ជាប់ទៅ Arduino យ៉ាងដូចនេះយើងឃើញនៅលើ Arduino គឺវាមាន pin ជាច្រើនដែលវាមានឈ្មោះខុសៗគ្នា pin 14នេះគឺគេហៅថា digital pin ដែលមានចាប់ពីលេខ0រហូតដល់លេខ13 pin ខាងនេះគឺយើងមាន analog pin ពី A0 រហូតដល់ A5 ហើយនៅលើ pin ខាងនេះគឺយើងឃើញមាន Win GND ក៏ដូចជា 5V អញ្ចឹងគឺយើងនឹងភ្ជាប់វាទៅ GND និង 5V GND គឺពោលដកហើយ 5V គឺជាពោលបូក pin ទាំងពីរនេះគឺសម្រាប់ផ្ដល់ power មកឲ្យ sensor អញ្ចឹងខ្ញុំនឹងធ្វើការតភ្ជាប់វាអញ្ចឹងខ្សែខ្មៅនេះគឺ ground ខ្ញុំនឹងដោតនៅ GND មាន2គឺយើងអាចដោតមួយណាក៏បានដែរអញ្ចឹងខ្ញុំសូមធ្វើការដោតវាមួយទៀតខ្សែសនេះគឺចេញពីពោលបូកខ្ញុំសូមធ្វើការដោតទៅកាន់ pin 5V អញ្ចឹងយើងនៅមានខ្សែពីរទៀតគឺ Trigger និង Echo ជាខ្សែសម្រាប់បញ្ជូនទិន្នន័យទៅវិញទៅមកអាមួយ output អាមួយ input output មានន័យថាវាបញ្ជូនទិន្នន័យចេញអា input គឺវាទទួលទិន្នន័យចូលអញ្ចឹងខ្ញុំសូមធ្វើការដោតអញ្ចឹងគឺយើងមានខ្សែ2គឺខ្សែ Trigger និងខ្សែ Echo អញ្ចឹងខ្សែទាំងពីរនេះគឺយើងត្រូវដោតទៅកាន់ digital pin ដែល digital pin នេះគឺយើងអាចដោតរុនណាក៏បានដែរក្នុងចំណោមរុនទាំង14ពី0ដល់13តែយើងត្រូវប្រយ័ត្នចំពោះ pin លេខ0និងលេខ1អញ្ចឹងគឺយើងមិនប្រើវាទេអញ្ចឹងខ្ញុំសូមធ្វើការដោតវាចំពោះ Echo ខ្ញុំដោតទៅ pin លេខ9រីឯ Trigger ខ្ញុំដោតទៅ pin លេខ10មិនតនោះទេគឺខ្ញុំនឹងប្រើ LCD I2C ដើម្បីបង្ហាញលទ្ធផលអញ្ចឹង LCD I2C នេះគឺខ្ញុំនឹងធ្វើវីដេអូបង្ហាញពីរបៀបក្នុងការតវានៅវីដេអូផ្សេងទៀតអញ្ចឹងខ្ញុំសូមធ្វើការកាត់វីដេអូត្រឹមតែប៉ុណ្ណឹងដើម្បីធ្វើការត LCD I2C អញ្ចឹងពេលនេះគឺខ្ញុំបានត LCD I2C រួចជាស្រេចអញ្ចឹងជំហានបន្ទាប់គឺយើងត្រូវការសរសេរកូដដើម្បី upload ចូល Arduino ដែលកូដនេះគឺយើងប្រើភាសា C ហើយយើងសរសេរវានៅលើ Arduino IDE Now let's go to the code
អញ្ចឹងនេះគឺជាលទ្ធផលដែលយើងទទួលបានពេលនេះវីដេអូរបស់ខ្ញុំក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនានិងការចែករំលែកចំណេះដឹងទាក់ទងទៅនឹង Arduino ជាមួយនឹង sensor របស់ខ្ញុំហើយកុំភ្លេចជួយចុច like ក៏ដូចជា follow ដើម្បីលើកទឹកចិត្តខ្ញុំឲ្យធ្វើវីដេអូចែករំលែកចំណេះដឹងជាបន្តទៀតបាទសូម